តែវិឡាទល់មានបន្ទប់ស្នាក់នៅចំតដីមួយខ្លាចបន្ទប់ទូភ្ញៀវជាទៀតមែនបញ្ចប់ការកាត់នឹងជាបន្ទាន់បើសិនជាលោកអ្នកអត់តាមមកមើលវីដេអូនេះវីដេអូកន្លងមកគឺខ្ញុំថតនៅផ្ទះគំរូវិឡាព្រីនឥឡូវនេះខ្ញុំនៅបងប្អូនទាំងអស់គ្នាមកមើលផ្ទះជាក់ស្ដែងរបស់វិឡាព្រីននៅក្នុងបរិយា Golden Park តែម្ដងតែវិឡាតូមួយប្រភេទនេះនៅក្នុងបរិយា Golden Park មានតែបន្ទប់ស្នាក់នៅចំតដីហើយសម្រាប់បន្ទប់ទទួលភ្ញៀវវិញគឺធំទលាបែបនេះហ្មងអញ្ចឹងសម្រាប់កង្វល់របស់បងប្អូនទាំងអស់គ្នាមុនហ្នឹងលែងជាបញ្ហាហើយបន្ទប់ទទួលភ្ញៀវដែលមានសភាពធំទលាបែបនេះបានស័ក្តិសមជាវិឡាតូអញ្ចឹងមិនថាផ្ទះគំរូឬក៏ផ្ទះជាក់ស្ដែងទេកន្លែងមកកន្លែងទទួលទានអាហារមួយនេះណាចង់ដាក់តុធំលើផ្ទះគំរូក៏ស្អាតហើយបើដាក់តុធំជាងនេះកាន់តែពិសេសហ្មងបន្ទប់មួយនេះជាបន្ទប់ពិសេសសម្រាប់បងប្អូនទាំងអស់គ្នាដែលមានប៉ាចាស់គាត់អញ្ជើញស្នាក់នៅបន្ទប់ខាងក្រោមនេះបន្ទប់នេះធំទលាយហើយខ្ពស់ស្រឡះហើយដែលសំខាន់គឺមានបន្ទប់ទឹកនៅក្នុងបន្ទប់គេនេះប៉ុណ្ណាសម្រាប់ស្តង់ដារផ្ទះវិឡាព្រីននេះខាងក្រោយផ្ទះគឺសល់42ម៉ែត្រឡើងទៅហើយសម្រាប់វិឡាព្រីននៅបរិយា Golden Park គឺទូដល់ទៅបងអ្នកថែទាំផ្ទះទៀតផងគឺមានបន្ទប់សម្រាប់បងអ្នកថែទាំផ្ទះនៅខាងក្រៅផ្ទះក៏ដូចជាបន្ទប់ទឹកនឹងជាប់នឹងតែម្ដងអញ្ចឹងខ្ញុំធានាថាបងប្អូនទាំងអស់គ្នាបានមកមើលទៅនៅប្រភេទវិឡាព្រីនមួយនេះដឹងតែជាប់ចិត្តដកចិត្តអត់រួចទេ Borrego Golden Park គម្រោង The Natural ស្រស់ស្រឡះធម្មជាតិ